បូងយើងខ្ញុំសូមជម្រាបសួរដល់លោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងមកបកស្រាយមេរៀនដែលបានសិក្សាកន្លងមកដែលចំណុចដែលចាប់ផ្ដើមនៃមេរៀនគឺមូលដ្ឋានគ្រឹះនៃ network ចំណុចទី2 network topology ទី3 network model ទី4ការធ្វើបទបង្ហាញទាក់ទងជាមួយនឹង OSI model និង TCP/IP model ទី5កិច្ចការស្រាវជ្រាវអំពី network topology and network type ទី6 computer network ទី7ការអនុវត្តផ្ទាល់និងទី8 network design and architecture Basic network What is network Network គឺជាការភ្ជាប់កុំព្យូទ័រឬឧបករណ៍ផ្សេងៗដើម្បីចែករំលែកទិន្នន័យដូចជាអ៊ីនធឺណិត printer និង file ជាដើម Network component Network component គឺជាឧបករណ៍និងធាតុផ្សេងៗដែលប្រើសម្រាប់បង្កើតនិងដំណើរការទិន្នន័យដែលទី1ទាក់ទងជាមួយនឹង end device ទី2 intermediary device ទី3 network media ទី4 network service ទាក់ទងជាមួយនឹង end device ហ្នឹងគឺគេហៅថាឧបករណ៍ចុងក្រោយដែលវាជាឧបករណ៍សម្រាប់អ្នកប្រើប្រាស់ផ្ទាល់ដែលឧទាហរណ៍មានដូចជាកុំព្យូទ័រ smartphone laptop និង printer ជាដើមហើយទី2 intermediary device ដែលគេហៅថាឧបករណ៍កណ្ដាលដែលវាជួយភ្ជាប់និងគ្រប់គ្រងទិន្នន័យឧទាហរណ៍ switch router hub និង access point ទី3 network media Network media គឺជាមធ្យោបាយភ្ជាប់ដែលវាជាផ្លូវឲ្យទិន្នន័យដំណើរការឧទាហរណ៍ cable fiber optic និង wireless គេហៅថា Wi-Fi ហើយចំណុចចុងក្រោយទាក់ទងជាមួយនឹង network service គេហៅថាសេវាកម្មបណ្ដាញដែលវាជាសេវា network ផ្ដល់ឲ្យអ្នកប្រើដូចឧទាហរណ៍ដែលតែងលើដូចជាអ៊ីនធឺណិត file sharing និង email ជាដើមបន្ទាប់និយាយទាក់ទងជាមួយនឹងគុណសម្បត្តិនិងគុណវិបត្តិរបស់ network គុណសម្បត្តិរបស់ network ល្បឿនហ្នឹងវាជួយបង្កើនល្បឿនក្នុងការ share ឬក៏នឹង transfer ទិន្នន័យហើយចំពោះតម្លៃនៅពេលដែលយើងទិញsoftware program មកដំឡើងកុំព្យូទ័រមួយគ្រឿងអញ្ចឹងយើងអាច share software program ហ្នឹងទៅកាន់កុំព្យូទ័រដទៃទៀតបានសុវត្ថិភាពវាមានសុវត្ថិភាពនៅពេលដែលទិន្នន័យនឹង program យើងបានកំណត់ដោយ password ត្រឹមត្រូវហើយបើចែកចាយយើងអាចចែកចាយប្រើប្រាស់ទូទាំងប្រទេសបានហើយទាក់ទងជាមួយនឹង electronic mail វាផ្ដល់នៅការប្រើប្រាស់ email ដែលជួយសម្រួលដល់ទូទាំងពិភពលោកហើយចំណុចចុងក្រោយ flexible success វាផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ចូលដល់ចំណុចគុណវិបត្តិហ្នឹងវាចំណាយច្រើនត្រង់ថាវាត្រូវការ set up ទោះបី network ហ្នឹងវាមានភាពសន្សំសំចៃយ៉ាងណាក៏ដោយវាត្រូវការសម្ភារៈក្នុងការ install ហើយវាអាចអស់ច្រើនទាក់ទងជាមួយនឹងបញ្ហាបច្ចេកទេសបើសិនបើ network នឹងខូចអញ្ចឹងយើងអត់អាចប្រើប្រាស់វាបានទេចំណុចបន្ទាប់ទាក់ទងជាមួយនឹង file server ទោះបីម៉ាស៊ីន server វាមានលក្ខណៈធន់មិនងាយខូចដូចម៉ាស៊ីនទូចៗធម្មតាយ៉ាងណាក៏ដោយប៉ុន្តែប្រសិនបើវាត្រូវបានខូចដំណើរការនៅក្នុង network ទាំងមូលហ្នឹងត្រូវបានរាំងស្ទះហើយអាចធ្វើឲ្យស្ថាប័នទាំងមូលបាត់បង់ success ទៅកាន់ file ជាដើមហើយចំណុចចុងក្រោយទាក់ទងជាមួយនឹងខ្សែដាច់បើខ្សែដាច់ឬក៏ខូចវាបង្កគ្រោះថ្នាក់ដល់ network ទាំងមូលដែលវាអត់អាចដំណើរការបានទេចំណុចបន្ទាប់ទាក់ទងជាមួយនឹង network model គឺជាគំរូឬក៏ស្តង់ដារដែលបញ្យល់ពីរបៀបដែលកុំព្យូទ័រនិងឧបករណ៍ផ្សេងៗទាក់ទងជាមួយនឹងការផ្លាស់ប្ដូរទិន្នន័យដែលវា
មាន2ទាក់ទងជាមួយនឹង OSI model ទី2គឺ TCP IP model ចូលដល់ slide បន្ទាប់នឹងធ្វើការបង្ហាញទាក់ទងជាមួយនឹង OSI model និង TCP IP model ដែល OSI model ហ្នឹងវាមាន7 layer ដែលទី1គឺ physical layer ដែលបន្ទាប់ layer នេះវាផ្ដោតទៅលើឧបករណ៍ hardware និងវាបញ្ជូនទិន្នន័យជាកម្រិត bit ដែលមាន0និង1ទី2គឺ data link layer data link layer ហ្នឹងវាមានតួនាទីរៀបចំទិន្នន័យ frame និងត្រួតពិនិត្យកំហុស error ដែលកើតឡើងនៅក្នុងស្រទាប់ទី1ទី3 network layer ដែលស្រទាប់នេះវាទទួលខុសត្រូវលើការកំណត់ផ្លូវនៃទិន្នន័យវាប្រើប្រាស់ IP address ដើម្បីស្វែងរកផ្លូវក្នុងការបញ្ជូនទិន្នន័យពីបណ្ដាញមួយទៅបណ្ដាញមួយទៀតក្នុងទម្រង់ជា packet ទី4 transport layer វាទទួលផ្ទុកនិងដឹកជញ្ជូនទិន្នន័យឲ្យដល់គោលដៅដោយមានប្រសិទ្ធភាពនិងតាមលំដាប់លំដោយទី5 session layer ដែល layer នេះវាបង្កើតនិងគ្រប់គ្រងការបញ្ចប់ការតភ្ជាប់រវាងឧបករណ៍ទាំងសងខាងវាដូចជាអ្នកសម្របសម្រួលដែលធានាការសន្ទនារវាងកុំព្យូទ័រដែលមិនមានការរំខានទី6 presentation layer ដែលវាមានតួនាទីបកប្រែទិន្នន័យដែល translation ឲ្យទៅជាទម្រង់ដែលអាចយល់បានហើយវាក៏ផ្ទុកលើការបង្រួមទិន្នន័យនិងដាក់លេខកូដសម្ងាត់ផងដែរ layer ចុងក្រោយគេគឺ application layer ដែលស្រទាប់នេះវានៅជិតអ្នកប្រើបំផុតដែលវាជាចំណុចដែលកម្មវិធីដូចជា browser ឬក៏ email ធ្វើការទំនាក់ទំនងជាមួយនឹងបណ្ដាញចំណែក TCP IP model វាមាន4ស្រទាប់ដែលស្រទាប់ទី1គេហៅថា network access layer ស្រទាប់នេះវារួមបញ្ចូលរវាង physical និង data link របស់ OSI វាទទួលខុសត្រូវលើការបញ្ជូនទិន្នន័យតាមរយៈខ្សែចម្លងនិងការកំណត់អាសយដ្ឋានដើម្បីបញ្ជូនទិន្នន័យក្នុងបណ្ដាញមូលដ្ឋាន LAN ហើយស្រទាប់ទី2គេហៅថា internet layer ស្រទាប់នេះវាមានតួនាទីសំខាន់ក្នុងការកំណត់ផ្លូវ routing និងបញ្ជូន packet ពីបណ្ដាញមួយទៅបណ្ដាញមួយទៀតវាប្រើប្រាស់ IP address ដើម្បីកំណត់សម្គាល់លើបណ្ដាញសកលហើយចំពោះខ្សែទី3ស្រទាប់ទី3គេហៅថា transport layer ដែលស្រទាប់នេះវាគ្រប់គ្រងនិងបញ្ជូនទិន្នន័យរវាង host និង host និងធានាថាទិន្នន័យទៅដល់ត្រឹមត្រូវតាមលំដាប់លំដោយវាមាន protocol 2គឺ TCP និង UDP ស្រទាប់ចុងក្រោយស្រទាប់ទី4គេហៅថា application layer ស្រទាប់នេះវាខ្ពស់បំផុតដែលកម្មវិធីផ្សេងៗប្រើប្រាស់ដើម្បីទាក់ទងគ្នាវារួមបញ្ចូលទាំង session layer presentation layer និង application layer របស់ OSI model បន្ទាប់មកគឺបានសិក្សាទៅលើ computer network គោលបំណងដែលសិក្សាទៅលើ computer network គឺចង់ឲ្យដឹងអំពី switching និង LAN network ចេះកំណត់ IP address ហើយស្គាល់អំពីការតភ្ជាប់បណ្ដាញនេះគឺជារូបភាពដែលបានអនុវត្តនិងសិក្សាកន្លងមកគឺទី1គឺការតភ្ជាប់ពី switch ទៅ switch ហើយទី2ការតភ្ជាប់ PC ទៅ switch ទី3យើងកំណត់ IP address ទី4ធ្វើការតេស្តទៅលើរូបកេសទៅលើដោយប្រើ ping ដើម្បីពិនិត្យការតភ្ជាប់ចូលមកដល់ចំណុច network design and architecture ដែលមាន2ចំណុចទី1ទាក់ទងជាមួយនឹង network topology ទី2 network type network topology ហ្នឹង
វាបង្ហាញពីការតភ្ជាប់ឧបករណ៍ផ្សេងៗដូចជា Internet Server Modem Router Switch Server Storage Computer និង Laptop នេះគឺជាការតភ្ជាប់របស់ Router តភ្ជាប់ជាមួយនឹង Internet ហើយប្រើប្រាស់ Switch តភ្ជាប់ពី Router ហើយ Server Rack និង Storage តភ្ជាប់ពី Switch ចំពោះ Laptop និង Computer តភ្ជាប់ពី Switch Network Type Network Type មានដូចជា LAN WAN MAN WLAN និង VLAN នេះគឺជារូបភាពរបស់ LAN គឺជាបណ្ដាញទូចមួយដែលប្រើប្រាស់ក្នុងផ្ទះ ការិយាល័យ ឬអគារមួយ ដែលវាប្រើប្រាស់ខ្សែអ៊ីនធឺណិតដើម្បីផ្សារភ្ជាប់ឧបករណ៍នានា លក្ខណៈពិសេសរបស់វាមានល្បឿនលឿន ហើយបញ្ជូនទិន្នន័យខ្ពស់ និងមានសុវត្ថិភាព ពីព្រោះវាជាបណ្ដាញឯកជន ចូលមកដល់ WAN គឺជាបណ្ដាញដែលកើតចេញពី LAN ហើយវាធំ អាចឆ្លងកាត់ប្រទេសឬក៏ទ្វីប ហើយលក្ខណៈរបស់វាល្បឿនបញ្ជូនទិន្នន័យវាយឺតជាង LAN ដោយសារតែវាត្រូវការចម្ងាយឆ្ងាយ ហើយនឹងការឆ្លងកាត់ឧបករណ៍វាច្រើន ចូលមកដល់ MAN ជាបណ្ដាញដែលគ្របដណ្ដប់លើផ្ទៃដីធំជាង LAN ដូចជាទីក្រុងមួយទាំងមូល ហើយវាត្រូវបានបង្កើតឡើងដោយការផ្សារភ្ជាប់ LAN ជាច្រើននៅឆ្ងាយពីគ្នាឲ្យមកនៅក្រោមបណ្ដាញតែមួយ ហើយលក្ខណៈពិសេសរបស់វាប្រើខ្សែកាបអុបទិកដើម្បីបញ្ជូនទិន្នន័យក្នុងចម្ងាយឆ្ងាយ ចំណែកឯ WLAN នឹងវាជាបណ្ដាញដែលធំបំផុតគ្របដណ្ដប់ច្រឡំមួយ WAN WLAN វាលក្ខណៈដូច LAN ហើយវាជាបច្ចេកវិទ្យាឥតខ្សែដើម្បីភ្ជាប់ឧបករណ៍ជំនួសដោយការប្រើខ្សែកាប ហើយលក្ខណៈរបស់វាមានភាពងាយស្រួលដល់អ្នកប្រើដោយសារតែមិនបាច់ចាំរត់ខ្សែឬល្បឿន ហើយនឹងល្បឿនរបស់វាស្ថិរភាពអាចទាបជាង LAN បន្តិច ចំណុចចុងក្រោយគឺ VLAN វាអត់មែនបែងចែកតាមភូមិសាស្ត្រដូចទាំងអស់នេះខាងលើទេ ប៉ុន្តែវាចែកបណ្ដាញ LAN មួយទៅជាបណ្ដាញទូចៗដោយប្រើ Switch ទោះបីជាឧបករណ៍ទាំងនោះដោត Switch តែមួយក៏ដោយ លក្ខណៈរបស់វាពង្រឹងសុវត្ថិភាព និងកាត់បន្ថយការស្ទះចរាចរណ៍ទិន្នន័យ ពេលនេះការបកស្រាយរបស់ខ្ញុំបានឈានមកដល់ទីបញ្ចប់ សូមអរគុណ និងជម្រាបលា